Cùng điệp xúa bong bóng ở khía ngày nayខ្ញុំសូមបង្ហាញពីរបៀបទៅយក QR code នៅក្នុង app Accelida version ថ្មីដែលបងប្អូនអរគ្នាតែងតែសួរខ្ញុំថាបងមិនក៏អត់មាន QR code ប្រាក់ដុល្លារយើងយកអត់បានបាទអញ្ចឹងនៅក្នុង QR code ថ្មីនេះថាតើមានអ្វីប្រែប្រួលតោះទៅតាមដានទាំងអស់គ្នាអញ្ចឹងសូមចូលមកក្នុង app Accelida ទាំងអស់គ្នាបងប្អូនបើកទៅក្នុង app Accelida ទៅបន្ទាប់មកចុចនៅផ្នែកខាងលើគេខាងស្ដាំនេះរូប QR code នេះបាទចុចលើហ្នឹងមកអញ្ចឹងបងប្អូនមើលកន្លែងនេះកន្លែងគេដាក់គណនីបញ្ញាសំចៃរៀលអញ្ចឹងបងប្អូនឃើញសញ្ញាព្រួញចុះក្រោមហើយនឹងកោងឡើងលើទេអញ្ចឹងយើងចុចលើហ្នឹងមកបាទអញ្ចឹងនៅក្នុងហ្នឹងគេឲ្យយើងរើសបាន2យើងរើសចង់រើសជាគណនីប្រាក់ដុល្លារក៏បានជាគណនីប្រាក់រៀលក៏បានបាទអញ្ចឹងគឺក៏យើងចង់ដាក់គណនីដែលជាគណនីរួមគ្នាគណនីប្តីប្រពន្ធយើងក៏បានដែរបាទនិយាយរួមយើងអាចដាក់2យើងអាចដាក់ជាប្រាក់រៀលហើយនឹងប្រាក់ដុល្លារអញ្ចឹងបងប្អូន select យក2មកទៅលើលេខគណនីតនចិត្តក៏បានទៅលើលេខកុងធនាគារក៏បានដែរអញ្ចឹងយើង select ទៅលើកុងចំនួន2លេខគណនីចំនួន2ដែលជាគណនីប្រាក់រៀលហើយនិងប្រាក់ដុល្លារបន្ទាប់មកទៀតបងប្អូនចុចយល់ព្រមនៅផ្នែកខាងក្រោមនេះលើប៊ូតុងយល់ព្រមហ្នឹងអញ្ចឹងយើងនឹងបាន QR code មួយដែរដែលគេអត់ដាក់សញ្ញាប្រាក់រៀលឬក៏ប្រាក់ដុល្លារដូចមុនទេអញ្ចឹងបងប្អូនចុចនៅផ្នែកខាងឆ្វេងគេកន្លែងរក្សាទុកនេះហើយបន្ទាប់មកទៀតចុចរក្សាទុកក្នុងទូរស័ព្ទអញ្ចឹងយើងនឹងបាន QR code មួយដែលយើងអាច scan បានទាំងប្រាក់ដុល្លារទាំងប្រាក់រៀលអញ្ចឹងបងប្អូនចូលទៅមើលនៅក្នុង gallery យើងទៅបាទនេះយើងទទួលបាន QR code នេះមួយហើយដែលយើងអាចទូទាត់បានទាំងប្រាក់រៀលទាំងប្រាក់ខ្មែរបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេនៅក្នុងវីដេអូហ្នឹងសង្ឃឹមថាបងប្អូនអរគ្នានឹងអាចចូលទៅ download អស់គ្នាបានហើយសម្រាប់បងប្អូនដែលបានដឹងហើយក៏អាចអស់រំលងទៅបាទហើយសម្រាប់បងប្អូនថ្មីដែលគាត់សួរខ្ញុំដែលគាត់ឆ្ងល់បាទអញ្ចឹងគឺអាចមើលនៅក្នុងវីដេអូនេះបានអញ្ចឹងសូមអរគុណជំរាបលាជួបគ្នានៅវីដេអូក្រោយ